បាទនេះដែលគ្រប់គ្នាចំណាំហៅថា AVG ហើយអ្នកខ្លះគេហៅថា ball joint ឬក៏ABUZ អញ្ចឹងបច្ចេកទេសនៃការផ្លាស់ប្ដូរវាមានចំណុចសំខាន់តិចអញ្ចឹងដល់តែយើងចង់ប្រេះដូរបញ្ចេញប្រភេទខ្លះយើងត្រូវការដោះប្រេះខាងក្រៅដោយប្រភេទនេះយើងវាយនៅលើហ្នឹងយើងសកត់ចូលលើហ្នឹងក៏បានដែរយើងធ្វើការគោះដំឲ្យតិចតិចអញ្ចឹងណាតែចំណុចដែលសំខាន់ជាងគេនៅពេលណាដែលយើងដាក់ចូលទៅវិញតាក់ទងជាមួយនឹងបញ្ហា flare តាក់ទងមួយ flare សំខាន់ជាងគេបើយើងអត់ប្រយ័ត្នកន្លែងហ្នឹងទេជាពិសេសអ្នកដែលទើបចេះដូរថ្មីអញ្ចឹង flare ហ្នឹងកាលណាចាប់ចូលហើយគឺត្រូវតែបវលវាឲ្យវាដើរមានន័យថាវាឲ្យ make sure ថាប្រកាសថាវាប្រកាសជាចូលកលៈក្បាល ball joint ហ្នឹងឬក៏ ABUZ ហ្នឹងតែកាលណាបវលទេមានន័យថាអត់ទាន់ចូលដល់ទេអាហ្នឹងអាចរបូតចេញមកក្រៅពេលដែលធ្លាក់ក្លុកខ្លាំង